តើ time management ការគ្រប់គ្រងពេលវេលាល្អគឺជាអ្វីហេតុអ្វីយើងត្រូវគ្រប់គ្រងវាតើវាមានសារៈសំខាន់អ្វីខ្លះដល់យើងស្ដាប់ដើម្បីកែនៅទម្លាប់តូចៗរបស់យើងឲ្យកាន់តែប្រសើរឡើងតើអ្នកធ្លាប់មានអារម្មណ៍ថា24ម៉ោងពិតជាដើរលឿនមែនទែនហាក់ដូចជាមិនគ្រប់គ្រាន់សម្រាប់បំពេញការងារក្នុងថ្ងៃនេះអ្នកភ្ញាក់ពីគេងលេងទូរស័ព្ទអូសមើលព័ត៌មានបន្តិចបន្តួចស្រាប់តែពេលវេលាដែលនៅសល់ក៏ឆិតអស់ទៅវិញផងដែរការងារដែលត្រូវបំពេញតាម deadline សារនានានិងការរំខានផ្សេងចាស់តែទាញអ្នកទៅគ្រប់ទិសទីតែនេះគឺជាបញ្ហាដែលកើតឡើងចេញពីការគ្រប់គ្រងពេលវេលាមិនបានល្អប៉ុន្តែបើសិនជាខ្ញុំប្រាប់ថាពេលវេលាមិនមែនជាបញ្ហានោះទេបញ្ហាគឺស្ថិតនៅត្រង់ថាតើយើងប្រើប្រាស់វាដោយរបៀបណាទៅវិញថ្ងៃនេះខ្ញុំនឹងនិយាយអំពីជំនាញជីវិតដ៏មានឥទ្ធិពលបំផុតមួយគឺការគ្រប់គ្រងពេលវេលា time management ដែលជាសិល្បៈនៃការគ្រប់គ្រងពេលវេលារបស់អ្នកមុនពេលដែលវាត្រូវគ្រប់គ្រងអ្នកវិញទាំងនេះគឺជាដើមហេតុមួយដែលគួរវិចារណាមនុស្សគ្រប់រូបមិនថានិស្សិតបុគ្គលិកការងារឬម្ចាស់ CEO ក្រុមហ៊ុនសុទ្ធតែទទួលបាន24ម៉ោងដូចគ្នារៀងរាល់ថ្ងៃប៉ុន្តែភាពខុសគ្នារវាងអារម្មណ៍ដែលទទួលបាន24ម៉ោងពេញនិងអារម្មណ៍ដែលទទួលបានពេលវេលាដែលនៅសេសសល់គឺមិនដូចគ្នាទេវាគឺអាស្រ័យទៅលើរបៀបដែលយើងចំណាយពេលវេលាទាំងនោះឲ្យមានប្រយោជន៍សម្រាប់យើងការគ្រប់គ្រងពេលវេលាមិនមែនជាការខំប្រឹងធ្វើរឿងឲ្យបានច្រើនក្នុងពេលតែមួយនោះទេតែវាគឺជាការធ្វើរឿងដែលត្រឹមត្រូវជាមួយពេលវេលាដែលត្រឹមត្រូវនៅពេលដែលអ្នកគ្រប់គ្រងពេលវេលារបស់អ្នកបានល្អអ្នកនឹងទទួលបានការគ្រប់គ្រងទៅលើថ្ងៃរបស់អ្នកទាំងមូលជំនួសឲ្យការខ្លាចជាទាសករនៅពេលវេលារបស់អ្នកទៅវិញលើសពីនេះទៅទៀតអ្នកនឹងខ្លាចជាមនុស្សដែលមានភាពផ្ដោតអារម្មណ៍កាត់បន្ថយភាពតានតឹងនិងមានទំនុកចិត្តកាន់តែខ្លាំងយើងត្រូវឧបមាថាពេលវេលាដូចជារូបិយប័ណ្ណនៅពេលដែលយើងចំណាយទៅហើយយើងមិនអាចយកវាមកវិញបានទេដូច្នេះរបៀបដែលយើងវិនិយោគពេលវេលារបស់យើងដូចជាការកំណត់ដឹងពីគុណភាពនៃជីវិតរបស់យើងអញ្ចឹងឥឡូវនេះសាកសម័យថាមាននិស្សិតសាកលវិទ្យាល័យម្នាក់ឈ្មោះលីតានាងមានក្តីសម័យធំហើយលីតាបានចាប់ផ្ដើមបើកហាងអនឡាញសតផ្ទាល់ខ្លួនហើយនៅតែបន្តការសិក្សាព្រមទាំងបានបន្ទុកល្អទៀតផងប៉ុន្តែរៀងរាល់សប្តាហ៍នាងមានអារម្មណ៍ថាខ្លួននាងកំពុងតែលង់នៅក្នុងកិច្ចការនិងការងារជាច្រើនដូចជាកិច្ចការសាលានិងវិធីសាស្ត្រស្វែងរកអតិថិជនគោលដៅរបស់នាងរៀនដល់យប់ជ្រៅហើយខកខានពីកំណត់ដែលត្រូវដាក់កិច្ចការសាលាដល់លោកគ្រូអ្នកគ្រូទៀតផងហើយចេះតែនិយាយថាខ្ញុំនឹងធ្វើវានៅថ្ងៃស្អែកប៉ុន្តែថ្ងៃស្អែកមិនដែលរងចាំនាងនោះទេថ្ងៃមួយនាងបានចូលរួមសិក្ខាសាលាមួយអំពីផលិតភាពការងារវាគ្មិនបាននិយាយលើកឡើងនៅអ្វីមួយដែលបានផ្លាស់ប្ដូរផ្នត់កំណត់របស់នាងជារៀងរហូតដូចជាបើសិនជាអ្នកមិនបានរៀបចំផែនការសម្រាប់ថ្ងៃនេះទេនោះអ្នកផ្សេងនឹងរៀបចំផែនការចំនួនអ្នកវិញយប់នោះលីតាបានសាកល្បងអ្វីដែលថ្មីដែលទទួលបានពីសិក្ខាសាលានាងបានរៀបចំបញ្ជីអ្វីទាំងអស់ដែលនាងត្រូវធ្វើបន្ទាប់មកគូសចំណាំកិច្ចការសំខាន់ដែលត្រូវធ្វើសម្រាប់ថ្ងៃបន្ទាប់ព្រឹកបន្ទាប់នាងចាប់ផ្ដើមជាមួយកិច្ចការសំខាន់ដែលបានណូតទុកនាងមិនបានធ្វើការច្រើនក្នុងពេលតែមួយនោះទេនាងគ្រាន់តែផ្ដោតអារម្មណ៍ទៅលើអ្វីដែលនាងបានណូតទុកប៉ុណ្ណោះក្នុងរយៈពេលមួយសប្តាហ៍លីតាបានកត់សម្គាល់ឃើញអ្វីដែលអស្ចារ្យសម្រាប់នាងគឺនាងមិនបានរវល់ច្រើនជាងមុននោះទេហើយនាងកាន់តែមានភាពច្បាស់លាស់ជាងមុនទៅទៀតព្រមទាំងភាពតានតឹងរបស់នាងក៏បានធ្លាក់ចុះហើយបន្ទុករបស់នាងក៏កាន់តែប្រសើរឡើងហើយថែមទាំងមានពេលវេលាសម្រាប់ខ្លួនឯងទៀតផងការពិតទៅគឺថានាងមិនទទួលបានពេលវេលាច្រើនជាងមុននោះទេនាងគ្រាន់តែគ្រប់គ្រងពេលវេលារបស់នាងបានល្អប្រសើរជាងមុនប៉ុណ្ណោះតើយើងត្រូវដឹងពីចំណុចអ្វីខ្លះទើបអាចគ្រប់គ្រងពេលវេលាបានល្អ3ចំណុចនេះគឺសំខាន់ខ្លាំងណាស់ដើម្បីអនុវត្តនិងគ្រប់គ្រងពេលវេលារបស់យើងឲ្យបានប្រសើរឡើងចំណុចទី1ដែលអាទិភាពមិនមែនគ្រាន់តែសរសេរទុកនោះទេចូលសរសេរកិច្ចការរបស់អ្នករៀងរាល់ព្រឹកឬមុនពេលចូលគេងបន្ទាប់មកជ្រើសរើស3ចំណុចដែលសំខាន់សម្រាប់អ្នកត្រូវការថាវាពិតជាសំខាន់សម្រាប់អ្នកហើយផ្ដោតទៅលើផលប៉ះពាល់ចំណុចទី2គឺប្រើច្បាប់2នាទីប្រសិនបើអ្វីមួយត្រូវចំណាយ2ទៅជាង2នាទីត្រូវធ្វើវាភ្លាមកុំទុកព្រោះវាអាចចម្រាស់ភាពរញ៉េរញ៉ៃក្នុងអារម្មណ៍និងបង្កើតសន្ទោសចំណុចទី3កំណត់ពេលវេលាដូចជាការណាត់ជួបអ្នកត្រូវកំណត់ពេលវេលាជាក់លាក់សម្រាប់ការរៀនការងារការសម្រាកនិងការកម្សាន្តនៅពេលដែលអ្នកធ្វើវាត្រូវផ្ដោតអារម្មណ៍ធ្វើទាំងស្រុងឬនៅពេលដែលដល់ពេលសម្រាកកុំមានអារម្មណ៍ថាខុស
ពេលព្រោះពេលវេលានេះគឺជាពេលវេលាដែលអ្នកសមនឹងទទួលបានចូលចងចាំថាការគ្រប់គ្រងពេលវេលាមិនមែនជាការខំប្រឹងធ្វើរឿងច្រើនក្នុងពេលតែមួយនោះទេវាគឺជាការយល់ដឹងអំពីពេលវេលាទៅវិញប្រសិនបើអ្នកមានអារម្មណ៍ថាសម្ពាធដោយសារកិច្ចការសាលាឬការងារច្រើនសូមផ្អាកមួយផ្លែតហើយសួរខ្លួនឯងនៅសំណួរខាងក្រោមនេះថាតើខ្ញុំប្រើប្រាស់ពេលវេលារបស់ខ្ញុំបានល្អត្រឹមត្រូវអត់សំណួរមួយនេះអាចជួយសង្គ្រោះនិងផ្ដល់កម្លាំងចិត្តដល់អ្នកទៀតផងសរុបមកវិញពេលវេលាគឺជាកាដូដែលមានតម្លៃបំផុតដែលយើងធ្លាប់មានពីមុនមកយើងចាយលុយអស់យើងអាចរកវាមកវិញបានយើងបាត់បង់មិត្តភ័ក្តិយើងអាចបង្កើតមិត្តថ្មីដូច្នេះត្រូវទុកពេលវេលារបស់យើងដូចជាមាសឬវត្ថុដែលមានតម្លៃបំផុតយើងចំណាយពេលវេលាទៅលើការរៀនសូត្រការបង្កើតការរីកចម្រើននិងនៅជាមួយមនុស្សដែលយើងស្រឡាញ់ឲ្យបានច្រើនហើយចងចាំថាអ្នកមិនត្រូវការពេលវេលាបន្ថែមទៀតដើម្បីផ្លាស់ប្ដូរជីវិតរបស់អ្នកនោះទេអ្នកគ្រាន់តែត្រូវការប្រើប្រាស់ពេលវេលាដែលអ្នកមានរួចមកហើយដែលភាពឆ្លាតវៃប៉ុណ្ណោះពីព្រោះនៅទីបំផុតអ្នកគ្រប់គ្រងពេលវេលាបានល្អមានន័យថាការគ្រប់គ្រងអនាគតរបស់អ្នកក៏ល្អប្រសើរផងដែរសំដកដង្ហើមវែងមើលនាឡិការបស់អ្នកហើយចាប់ផ្ដើមឥឡូវនេះពេលវេលាដែលល្អបំផុតសម្រាប់អ្នកគឺចាប់ផ្ដើមពីពេលនេះតទៅអរគុណសម្រាប់ការទស្សនានៅវីដេអូនេះជួបគ្នានៅវីដេអូក្រោយ